ឲ្យកូនបានសិក្សានៅសិល្បៈវិទ្យាទាំងឡាយនេះក៏មានន័យថាអប់រំវឹកវើកូនឲ្យមានគុណកប់ប្រសើរទៅជាបញ្ញវន្តជាបណ្ឌិតហាក់នៅក្នុងគុណធម៌នោះឯងរឿងនេះមានមតិខ្លះចំទាស់ថាកូនដែលល្អដែលមានគុណកប់ប្រសើរវាដោះពីកំណត់តែម្ដងមិនបាច់វឹកវើព្រៀនប្រដៅច្រើនឡើយហើយកូនអាក្រក់ទោះវឹកវើអប់រំបន្ថែមកាយកុំយ៉ាងណាក៏មិនអាចទៅជាបណ្ឌិតនៅក្នុងគុណកប់ប្រសើរបានឡើយព្រោះគេធ្លាប់ឃើញមនុស្សដែលបានទទួលការសិក្សាអប់រំមានចំណេះចេះដឹងខ្ពង់ខ្ពស់មានសញ្ញាបត្រធំតែមានកិរិយាថោកទាបប្រព្រឹត្តអបាយមុខនិងពាលថោកផ្សេងធ្វើចោរកម្មក៏មានឬប្រព្រឹត្តបទឧក្រិដ្ឋក្បត់ជាតិសាសនារិទ្ធបល្ល័ង្កក៏មានដែរដូច្នេះអាចឃើញថាកូនក្មេងដែលមានតាបិតាវឹកវើមិនអាចទៅជាកូនមានគុណកប់ប្រសើរបានពិតប្រាកដទេគឺវាស្រេចតែចតារិស័យដែលស្រេចតែព្រេងវាសនាឬស្រេចតែហេងសុយប៉ុណ្ណោះយោបល់នេះក៏រាប់ថាមានសេចក្តីពិតខ្លះដែរព្រោះគេតែងឃើញយ៉ាងហ្នឹងមែនប៉ុន្តែមានចំនួនតិចទេហើយតែទៅជាយ៉ាងហ្នឹងមកពីមានបញ្ហាផ្សេងទៀតមកជ្រៀតជ្រែកមានការខ្សែគប់ខុសជាដើមតែភាគច្រើននៃមនុស្សដែលមានមេត្តាបិតាវឹកវើគ្រូអាចារ្យបង្ហាត់បង្រៀនព្រៀនប្រដៅនៅជាកូនមានគុណកប់ប្រសើរភាគច្រើនណាស់កូនក្មេងខ្លះមានចិត្តខ្លាំងពីឡោបោឡែកាយខូខើឬខ្លៅល្ងងលុះតែមេត្តាបិតាខិតខំវឹកវើអប់រំគ្រូអាចារ្យទូនមានក៏ខ្លាចទៅជាអ្នកចេះដឹងកែប្រែកិរិយាចិត្តខ្លាំងទៅជាមនុស្សថ្លៃថ្លាគឺជាកូនមានគុណកប់ប្រសើរបានដូច្នេះមតិដែលថាស្រេចតែវាដកឯងស្រេចតែចតារាសីស្រេចតែព្រេងវាសនាឬស្រេចតែហេងសុយនោះជាយោបល់ខុសឥតប្រយោជន៍ព្រោះបដិសេធការវឹកវើសិក្សាអប់រំតែគេពិសោធន៍ពេញពិភពលោកមកហើយថាអាចបណ្ដុះកែសាងមនុស្សឲ្យបានស្ថិតនៅក្នុងគុណកប់ប្រសើរបើនិយាយឲ្យឃើញទៅទៀតព្រះពុទ្ធធ្លាប់កែចោលឲ្យទៅជាមនុស្សត្រឹមត្រូវកែមនុស្សកំណាញ់ក្រៅតម្រាឲ្យទៅជាមនុស្សចិត្តសប្បុរសចេះធ្វើបុណ្យសន្តានកែមនុស្សកំណាញ់ខូខើឲ្យទៅជាមនុស្សស្លូតបូតកែមនុស្សបថុជនឲ្យទៅជាព្រះអរហន្តដោយការវឹកវើទូលមានព្រៀនប្រដៅអប់រំនេះឯងសុភាសិតជាប្រធានខាងលើសង្កត់ធ្ងន់លើការវឹកវើព្រៀនប្រដៅអប់រំទុកជាបញ្ហាសំខាន់ក្នុងការជួយសាងកែមនុស្សឲ្យទៅជាអ្នកមានគុណកប់ប្រសើរហើយដែលគេតែងអនុវត្តគំនិតនេះគ្រប់កាលសម័យគ្រប់ប្រទេសក្នុងពិភពលោកដើម្បីសាងកូនចៅសាងពលរដ្ឋឲ្យទៅជាបណ្ឌិតស្ថិតនៅក្នុងគុណកប់ប្រសើរបើយល់ថាកូនក្មេងអាចទៅជាបណ្ឌិតដោយគ្រាន់តែប្រសូតមកពីគំមាដាននោះមនុស្សល្ងងមនុស្សពីឡោបោឡែនិងមោហនអន្តការប្រកាសជាគ្រប់តតពិភពលោកហើយរកសេចក្តីសុខចម្រើនគ្មានឡើយការអប់រំខំវឹកបុតបង្ហាត់កូនគឺសំដៅឬសំដោតកូនឲ្យល្អឲ្យចេះដឹងនិងមានចិត្តសុចរិតធម៌ដោយដាក់ជីជឿឲ្យល្អប្រសើរអើយអោបងាយគ្រីចប់ប្រធានបទទី7តែប៉ុណ្ណេះប្រធានបទទី8ក្មេងប្រកបដោយរូបវ័យក្មេងសម្ភពក្នុងត្រកូលដ៏ពិសាលអត់ចេះដឹងវិជ្ជាអ្វីមិនបានរុងរឿងទេដោយផ្កាយចាបអត់ក្លិនក្រអូបភាសិតទី39នៃអារម្មណ៍ចំបាត់បណ្ដាលគុណសម្បត្តិទាំងឡាយរបស់មនុស្សចំណេះវិជ្ជាជាគុណសម្បត្តិពិសេសមួយជាមូលដ្ឋានរឹងប៉ឹងក្នុងការសាងគុណសម្បត្តិដទៃទៀតឬថាគុណសម្បត្តិដទៃទៀតការបំមានចំណេះវិជ្ជាជាសម្បត្តិខាងដើមហើយក្មេងកើតឡើងបានដូចងាយបង្កើតប្រយោជន៍ថ្មីផងពង្រឹងពង្រីកប្រយោជន៍ដែលមានស្រាប់ផងរក្សាការពារប្រយោជន៍ដែលមានហើយឲ្យគង់វង្សផងដូច្នេះចំណេះវិជ្ជាជាគុណសម្បត្តិខាងដើមបំផុតអាចជួយមនុស្សគ្រប់ជាន់វណ្ណៈឲ្យមានសេចក្តីថ្កើងរុងរឿងបើគេបានសិក្សាចេះដឹងមនុស្សប្រាជ្ញាវិជ្ជាគ្មានចំណេះដឹងអ្វីឈ្មោះថាគ្មានសេចក្តីរុងរឿងឡើយទោះជននោះមានរូបល្អវ័យក្មេងកើតក្នុងត្រកូលពស់ជួរធំក៏ដោយដោយសុភាសិតជាប្រធានខាងលើពលបំភ្លឺស្រាប់ដែលមានន័យទូលាយដូចតទៅនេះក្មេងគឺកូនប្រុសស្រីណាដែលម៉ែឪបានឲ្យកំណើតមកហើយបានបរិបូរដោយអវយវៈគឺមានភ្នែកច្រមុះប្រជាអណ្ដាតកាយចិត្តមិនវិការវឹកបរិទ្ធអាចប្រើកើតតាមមុខការនេតិគឺភ្នែកអាចមើលឃើញបានច្រមុះអាចដឹងក្លិនបានត្រចៀកអាចស្ដាប់សូរស័ព្ទបានអណ្ដាតអាចដឹងរសជាតិបានដៃជើងអាចកម្រាត់បត់បែនបានចិត្តអាចគិតគូរសពគ្រប់បានឈ្មោះថាបរិបូរដោយរូប
ខ្លះប្រកបដោយរូបសម្បត្តិដែលគេនិយាយថាល្អដោយសាច់ជាម៉ត់ផងពាល់ពេញកំពុងភ្នែកខ្មៅថ្លាដំណើរឆើតឆាយថែមទៀតទាំងប្រកបដោយវ័យក្មេងគឺអាយុនៅមិនទាន់ចាស់ឬថានៅកំឡុងក្រមុំជាវ័យគួរឲ្យស្រឡាញ់រាប់អានមនុស្សទោះមានរូបល្អមានវ័យក្មេងយ៉ាងណាក៏ដោយបើប្រជាចំណេះវិជ្ជាដោយមិនបានទទួលការសិក្សាអប់រំទេក៏ទៅជាគ្មានសេចក្តីរុងរឿងថ្កើងថ្កានឡើយម្យ៉ាងទៀតក្មេងដែលកើតក្នុងត្រកូលខ្ពស់ធំស្រុកស្ដំដោយទ្រព្យសម្បត្តិអាចស្លៀកពាក់សម្ពត់អាវល្អមាសពេជ្រដ៏មានតម្លៃមានប្រដាប់ប្រើប្រាស់ឥតខ្វះខាតមានឈ្មោះថាពូជអ្នកធំពូជអ្នកមានទ្រព្យពូជអ្នកមានត្រកូលខ្ពស់តែបើគ្មានចំណេះដឹងអ្វីក៏គ្មានសេចក្តីរុងរឿងដែរព្រោះកិរិយារឹកពីសម្ដីការងាររបស់បុគ្គលល្ងងនោះបង្ហាញសញ្ញាបត្រល្ងងដែលបង្អាប់គេរបស់ខ្លួននៃស្វ័យប្រវត្តិលោកយកបញ្ហានេះទៅប្រៀបនឹងផ្កាចាដែលមានដើមធំខ្ពស់មានផ្កាប្រកបដោយពណ៌ក្រហមច្រាលឆ្អៅជាទីក៏ភ្នែកក្រឡេកមើលទៅឃើញល្អគួរបែបប្រឡែងមកកាន់ស្រូបយកក្លិនក្រអូបឯផ្កាចាគ្មានក្លិនក្រអូបសោះឡើយបើមានតែពណ៌ល្អប៉ុណ្ណោះភមរៈជាតិទាំងឡាយក៏មិនឲ្យតម្លៃផ្កាចានេះផងឡើយដូច្នេះផ្កាចាគ្មានសេចក្តីរុងរឿងទេយ៉ាងណាមិញក្មេងបរិបូរដោយរូបវ័យឬក្មេងសម្ភពក្នុងត្រកូលដ៏វិសាលបើមិនបានទទួលការសិក្សាឲ្យមានចំណេះវិជ្ជាបញ្ញាសមត្ថភាពក៏មិនបានរឿងរីករាយរៀងរៀបដរាបទៅទេក៏យ៉ាងនោះដែរប៉ុន្តែការមានល្អវ័យក្មេងឬកើតក្នុងត្រកូលខ្ពស់ក៏រាប់ថាជាផលមួយនៃក្មេងនោះព្រោះមានសេចក្តីល្អផ្នែកខាងក្រៅគឺរូបល្អវ័យក្មេងត្រកូលខ្ពស់រស់នៅស្រួលដោយផ្កាចាមានសេចក្តីរុងរឿងដែរព្រោះតែមានពណ៌សម្បុរល្អក្រហមឆ្អៅជាទីកប់ភ្នែកនៃអ្នកក្រឡេកមើលឃើញដឹងថាមានសេចក្តីរុងរឿងសោះក៏មិនមែនតែគឺមានសេចក្តីរុងរឿងមួយផ្នែកខាងក្រៅហើយដែលជាទីប្រាថ្នានៃមនុស្សទាំងឡាយដោយពិតរូបល្អវ័យក្មេងកើតក្នុងត្រកូលដ៏ពិសាលជាសេចក្តីរុងរឿងមួយផ្នែកពិតមែនហើយព្រោះអ្នកណាក៏ស្រឡាញ់ពេញចិត្តចង់បានរូបល្អវ័យក្មេងត្រកូលខ្ពស់ជួរធំស្រុកស្ដាំដោយទ្រព្យដែរប៉ុន្តែរបស់ទាំងនេះឲ្យសេចក្តីរុងរឿងមានចំនួនតិចអស់រយៈវេលាតិចគ្រាន់តែភ្នែកបានឃើញប៉ុណ្ណោះកាលណាបើគេដឹងថាជនរូបនោះវ័យក្មេងត្រកូលពិសាលនោះជាមនុស្សខ្លាចគ្មានចំណេះចេះដឹងអ្វីសេចក្តីរុងរឿងរបស់ខ្លួនក៏សាបសូន្យអន់ថយចុះអស់តម្លៃយ៉ាងឆាប់រហ័សដោយការចាតែមានសេចក្តីរុងរឿងត្រឹមតែពណ៌ខាងក្រៅដូច្នោះដែរដូច្នេះមនុស្សមានចំណេះវិជ្ជាទើបមានសេចក្តីរុងរឿងអាចសាងសេចក្តីរុងរឿងការពារសេចក្តីរុងរឿងឲ្យកើតឡើងឲ្យថិតថេរជេរកាលបានព្រោះមានចំណេះវិជ្ជាជាខ្លាំងខាងក្នុងហេតុផលនេះទើបសុភាសិតស្រីហេតោប្រទេសជាប្រធានខាងលើពោលសង្កត់ថាក្មេងប្រកបដោយរូបវ័យក្មេងសម្ភពក្នុងត្រកូលដ៏ពិសាលឥតចេះដឹងវិជ្ជាអ្វីមិនបានរុងរឿងទេដោយផ្កាចាឥតក្លិនក្រអូបសុភាសិតនេះបង្ហាញសេចក្តីពិតផងចង់ឲ្យមានការភ្ញាក់ស្មារតីផងចំពោះជនដែលមានវ័យក្មេងរូបល្អត្រកូលខ្ពស់កុំឲ្យស្រវឹងត្រឹមមានវ័យក្មេងរូបល្អត្រកូលខ្ពស់ហើយមិនរវល់សិក្សាមិនយកចិត្តទុកដាក់សិក្សាចំពោះវិជ្ជានានាជាហេតុឲ្យខូចសេចក្តីរុងរឿងដោយផ្កាចាតែគ្មានក្លិនក្រអូបមានតែពណ៌ល្អខាងក្រៅប៉ុណ្ណោះរូបវ័យល្អត្រកូលយសខ្ពស់ធនធានតែមិនមានញាណចំណេះចេះដឹងអ្វីក៏ទៀបទុនអន់គេឈ្មោះអស់សេរីពួកក្មេងៗគួរគ្មានថ្មីសិក្សាអើយអោមណាគ្រីចប់អត្ថបទទី8តែប៉ុណ្ណេះអត្ថបទទី9កិច្ចការអ្វីមួយដែលប្រកបដោយអំពើអត្ថប្រយោជន៍ក៏រមែងមិនបានផលសំតាមប្រាថ្នាទេដោយប្រើពេលវេលាព្យាយាមបង្រៀនសត្វកបឲ្យចេះនិយាយដោយសត្វសេកសូម្បីច្រើនរយដងនឹងបានផលក៏អាចអង្គគឺមានឡើយភាសិតទី43នៃអារម្មណ៍បែបបត់មនុស្សទាំងឡាយរមែងមានគោលបំណងបងសម្រេចលទ្ធផលល្អអ្វីមួយហើយចោទដៃធ្វើដើម្បីឲ្យសម្រេចគោលបំណងនោះតែជួនកាលក៏បានសម្រេចជួនកាលក៏មិនបានសម្រេចជួនកាលសម្រេចផលបែកពួយស្រួយស្ដាយណាស់ជួនកាលបែរជាបានផលអាក្រក់ទៅវិញដូច្នេះទើបសុភាសិតស្រីហេតាប្រទេសពលបំភ្លឺទុកថាកិច្ចការអ្វីមួយដែលប្រកបដោយអំពើអត្ថប្រយោជន៍ក៏រមែងមិនបានផលសំតាមប្រាថ្នាទេដូចជាប្រើពេលវេលាបង្រៀនសត្វកបឲ្យចេះនិយាយដោយសត្វសេកសូម្បីច្រើនរយដងនឹងបានផលក៏ឥតអង្គមានឡើយតើសុភាសិតនេះមានន័យទូលាយដូចម្ដេច
សុភាសិតនេះប្រាប់ការឥតផលដែលកើតពីការងារដែលប្រកបដោយអំពើឥតប្រយោជន៍គួរប្រើពេលវេលាយូរលង់ក៏នៅតែឥតបានផលដែរព្រោះអំពើខុសទំនងគ្មានគន្លងត្រូវផ្លូវប្រយោជន៍មិនចំចំណុចដែលនាំឲ្យកើតផលល្អនោះយ៉ាងណាមិញយ៉ាងនេះគឺការចង់ឲ្យសម្រេចផលតែគ្រាន់តែបួងសួងបន់ស្រន់ទេវតាអាទិទេពការប្រើឱសថដែលមិនត្រូវនិងសមុទ្រឋានរោគការចង់មានបានដោយប្រកបរបរសំទានការចម្រាញ់យកប្រេងពីខ្សាច់ឬដុំគ្រោះការស្ងោរផ្លែដូងឬគ្រាប់ល្ងដើម្បីឲ្យចេញប្រេងការគិតធ្វើចង្ដាលបន្តដំណើរទៅលើអាកាសដើម្បីយកកាយមួយដួងមកគ្រាន់បំភ្លឺផ្ទះឬការតភ្លើងលក់ការចង់មុជទឹកទាំងព្រឹកព្រហៀមក្នុងរដូវរងាដើម្បីលាងបាបឲ្យជ្រះពីចិត្តការចង់ជួបមុខប្រពន្ធកូនដែលស្លាប់ទៅបរៈលោកហើយដោយការយំញែកស្រែកទ្រហោយំអង្វរការចង់រួចពីសេចក្តីស្លាប់ហើយទៅលាក់ខ្លួនពួនមុខនៅលើអាកាសក្តីជ្រកនៅបាតសមុទ្រក្តីពួននៅក្នុងភ្នំក្តីការបង្ហាត់បង្រៀនព្រានប្រដៅអប់រំតែគ្មានមធ្យោបាយល្អពលគឺគ្មានវិធីសាស្ត្រករុកោសលឡាទាំងនេះជាដើមឈ្មោះថាកិច្ចការដែលប្រកបដោយអំពើឥតប្រយោជន៍ព្រោះលទ្ធផលទាំងឡាយតែសម្រាប់ដោយការធ្វើគឺការងារប៉ុន្តែការងារនោះត្រូវឲ្យចំចំណុចត្រូវគន្លងទំនងដំណើរផងដែរបើធ្វើខុសទំនងក៏ជាអំពើឥតប្រយោជន៍ទៅវិញពលគឺរមែងមិនបានផលសមតាមប្រាថ្នាទេព្រោះគេមិនដែលបានផលល្អពីការបួងសួងបន់ស្រន់មិនដែលជាសះស្បើយចាក់រោគព្រោះប្រើឱសថខុសនោះឡើយបើខំតែប្រកបការឥតប្រយោជន៍បែបនោះក៏មិនខំពីប្រើពេលវេលាព្យាយាមបង្រៀនសត្វកបឲ្យចេះនិយាយដោយសត្វសេកនោះឡើយព្រោះការសន្មត់កត់សម្គាល់ថាគេអាចប្រើពេលវេលាបង្រៀនសត្វសេកឲ្យចេះនិយាយភាសាមនុស្សបានហើយសត្វកបក៏ជាបក្សីដូចគ្នានឹងសេកណាក៏បង្រៀនមិនចេះបើគិតយ៉ាងនេះហើយខំប្រើពេលបង្ហាត់សត្វកបឲ្យនិយាយច្រើនរយច្រើនពាន់ដងក៏ដោយក៏អត់បានផលឡើយព្រមតែខូចពេលទៅទេថែមទៀតប៉ុន្តែជួនកាលគេទុកការធ្វើការងារដែលឥតប្រយោជន៍នោះជាការពិសោធន៍មួយដើម្បីឲ្យដឹងលទ្ធផលថាយ៉ាងណាដែរព្រោះជួនកាលកិច្ចការងារខ្លះដែលអ្នកដទៃគិតអានស្មានយល់ថាមិនមានប្រយោជន៍មិនបានផលអ្វីឡើយតែលោកគេធ្វើពិសោធន៍មើលទៅក៏បានលទ្ធផលល្អក៏មានយ៉ាងហ្នឹងក៏មានមែនពិតតែសុភាសិតក្នុងស្រីហេតោប្រទេសនេះពោលសំដៅយកកិច្ចការអ្វីមួយដែលអ្នកប្រាជ្ញបណ្ឌិតធ្លាប់បានពិសោធន៍នោះហើយថាវាគ្មានលទ្ធផលល្អគ្មានបានការគ្មានសារៈប្រយោជន៍ដូចចចេះទៅបង្រៀនសត្វកបឲ្យចេះនិយាយភាសាមនុស្សតើនឹងមានប្រយោជន៍អ្វីប្រកាសជាមិនបានផលឡើយសុភាសិតនេះពោលបំភ្លឺសតិបញ្ញាសាធារណជនឲ្យចេះប្រកបការងារធ្វើអំពើឲ្យសមហេតុសមផលត្រូវទំនងបើចង់បានសម្រេចគោលបំណងអ្វីមួយព្រោះបំណងចង់បានលទ្ធផលអ្វីមួយនោះលោកត្រាតែធ្វើការធ្វើនោះសោតក៏លោកតែត្រូវទំនងកន្លងប្រយោជន៍ដែរបើធ្វើខុសទំនងកន្លងហេតុក៏នាំឲ្យខូចវេលាទោះព្យាយាមតស៊ូបដូរផ្ដាច់យ៉ាងណាក៏ដោយក៏គ្មានលទ្ធផលផ្ដល់ប្រយោជន៍អ្វីឡើយចប់ប្រធានបទទី9តែប៉ុណ្ណេះប្រធានបទទី10មនុស្សលោកតែងអៀងទៅតាមដំណើរហេតុដែលកន្លងទៅហើយមិនជឿទុកចិត្តស្រីផ្កាមាសដែលគេបានឲ្យឧបទេសគេបានទូលមានល្អហើយមិនគិតយកប្រថុយជាប្រមាណដោយគេមិនជឿទុកចិត្តព្រាមដែលធ្លាប់កាប់សម្លាប់គោភាសិតទី10នៃការគប់មិត្តការប្រព្រឹត្តរបស់មនុស្សទោះផ្នែកល្អក្តីអាក្រក់ក្តីតែធ្លាប់សម្ដែងចេញមកតាមកាយវិការចិត្តជាការបង្ហាញឲ្យអ្នកដទៃស្គាល់យល់ថាជាមនុស្សល្អឬមនុស្សអាក្រក់ប៉ុន្តែជួនកាលមនុស្សអាក្រក់អាចប្រែក្លាយខ្លួនជាមនុស្សល្អឬមនុស្សល្អអាចក្លាយទៅជាមនុស្សអាក្រក់ក៏មានមនុស្សធ្លាប់ប្រព្រឹត្តអាក្រក់ទោះវិលមកប្រព្រឹត្តល្អពេកក៏មតិនៃជនដទៃមិនងាយជឿទុកចិត្តងាយឡើយដែលសុភាសិតខាងលើពោលបំភ្លឺដល់រឿងនេះដោយអธิบายត